ពេលមួយមានប្តីប្រពន្ធក្រីក្ររស់នៅចំការព្រៃមួយកន្លែងប្តីប្រពន្ធទាំងពីរនោះជាអ្នកកាប់អុសរស់ដោយការលក់ឈើពួកគេរស់ដោយការខិតខំធ្វើការជារៀងរាល់ថ្ងៃនៅពេលព្រឹកប្តីទៅកាប់ឈើក្នុងព្រៃប្រពន្ធនៅផ្ទះចម្អិនម្ហូបសម្រាប់ប្តីថ្ងៃមួយប្តីប្រពន្ធបានចម្អិនសាច់ជ្រូកបន្តិចដើម្បីបរិភោគពួកគេដាក់សាច់នោះលើចាននៅលើតុខាងក្រៅប្តីទៅលាងដៃនៅក្រៅផ្ទះមួយភ្លេតនៅពេលនោះហ្វូងចៅបានមកដល់ចៅមួយចូលមុខស៊ើបការពិនិត្យមើលវាប្រាប់មិត្តថាមានសាច់ឈ្ងុយណាស់នៅក្នុងផ្ទះអ្នកកាប់អុសនោះហ្វូងចៅគ្រប់គ្នាធ្វើល្បិចចូលតាមប្រហោងជញ្ជាំងផ្ទះអ្នកកាប់អុសពួកវាលួចសាច់ចេញទៅដោយមិនឲ្យគេដឹងសោះឡើយពេលប្តីត្រឡប់ចូលមកវិញមិនឃើញសាច់ទៀតឡើយប្រពន្ធស្ទាក់ស្ទើរហួសចិត្តព្រោះសាច់បាត់មិនឃើញមិនដឹងបាត់ទៅណាប្តីក៏ខឹងខ្លាំងណាស់ដែលបាត់សាច់រៀងរាល់ថ្ងៃពួកគេយល់ថាត្រូវមានសត្វណាមួយលួចជាក់ជាមិនខានដូច្នេះប្តីប្រពន្ធសម្រេចចិត្តធ្វើជាដាក់សាច់ម្ដងទៀតហើយដាក់មកមើលពួកគេដាក់សាច់លើទៅម្ដងទៀតជាអន្ទាក់ហ្វូងចកត្រឡប់មកជាថ្មីម្ដងទៀតពួកវានិយាយថាថ្ងៃនេះយើងបានសាច់ឆ្ងាញ់ទៀតហើយពេលចៅមួយចូលខ្លួនចូលក្នុងផ្ទះសំណាញ់បានជាប់វារើពុំរួចឡើយវារត់មិនរួចហើយហៅមិត្តជួយឲ្យជួយប្តីប្រពន្ធចាប់វាបានហើយពួកគេចាប់វាទៅប្តឹងដល់ស្ដេចស្ដេចស្ដាប់រឿងហើយមានការខឹងចំពោះហ្វូងចកជាខ្លាំងស្ដេចបញ្ជាឲ្យអ្នកតាមប្រមាញ់ចកទាំងអស់ទៅចាប់ហ្វូងចកនោះអ្នកប្រមាញ់យកសត្វឆ្កែដែលពូកែចូលព្រៃឆ្កែចាប់ចកបានជាច្រើនក្បាលយកមកជូនស្ដេចហ្វូងចកខ្លះរត់គេចបានប៉ុន្តែខ្លះត្រូវបានចាប់ស្ដេចបានបញ្ជាឲ្យចាប់ចកមេជាអ្នកបញ្ជាការនោះចកមេត្រូវនាំមកមុខស្ដេចស្ដេចសួរថាហេតុអ្វីអ្នកលួចសាច់អ្នកកាប់អុសកំសត់នោះចកមេឆ្លើយថាព្រះអង្គខ្ញុំអត់អាហារព្រោះច្រើនថ្ងៃហើយគ្មានអ្វីញ៉ាំទេស្ដេចនិយាយថាបើអត់អាហារគួរតែសុំមិនគួរលួចគេទេស្ដេចបញ្ជាឲ្យផ្តន្ទាទោសចកមេហ្វូងចកផ្សេងទៀតត្រូវផ្តន្ទាទោសផងដែរប្តីប្រពន្ធអ្នកកាប់អុសនោះលែងបារម្ភបាត់ម្ហូបទៀតហើយពួកគេអរព្រះគុណស្ដេចយ៉ាងខ្លាំងចាប់តាំងពីថ្ងៃនោះមកហ្វូងចកមិនហ៊ានលួចម្ហូបអ្នកដទៃទៀតឡើយ